ព្រោះតែសង្គ្រាមបែកសាច់របស់អ៊ីរ៉ង់ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រប៉ែកហេលហាលគ្មានសម្លេងគ្មានសិទ្ធិបញ្ចេញមតិនិងព្រួយបារម្ភកាន់តែខ្លាំងថាសន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញគ្មាននៅក្នុងកិច្ចព្រមព្រៀងណាមួយរវាងអាមេរិកនិងអ៊ីរ៉ង់ទោះមិនបានប្រឡូកដោយផ្ទាល់ឬប្រកាន់ជំហរឈរនៅខាងភាគីចំនួនណាមួយក្តីប៉ុន្តែប្រទេសនៅឈូងសមុទ្រប៉ែកមិនថាកូវ៉េតអេមីរ៉ាតអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតអូម៉ង់កាតាបានរងការខូចខាតធ្ងន់ធ្ងរព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកដែលមាននៅក្នុងទឹកដីរបស់ពួកគេបន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រទេសនៅឈូងសមុទ្រប៉ែកកំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ចព្រោះថាកប៉ាល់ដឹកប្រេងនិងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់និងអាមេរិកបិទគប់ច្រកសមុទ្រអកមូហ្សាត់ជាមហាសេដ្ឋីប្រេងប៉ុន្តែគ្មានអំណាចគ្មានកម្លាំងយោធាដើម្បីការពារខ្លួនពីគ្រាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់រឹតតែអាក្រក់និងសោកសង្រេងជាងនោះទៀតគឺប្រទេសអ្នកមាននៅឈូងសមុទ្រប៉ែកទាំងនោះគ្មានសិទ្ធិគ្មានសម្លេងគ្មានគេអញ្ជើញឲ្យចូលរួមនៅក្នុងការចរចាដើម្បីបិទបញ្ចប់សង្គ្រាមនៅដើមបូព៌ានោះបើទោះបីជាពួកគេរងគ្រោះបាត់បង់ប្រយោជន៍សេដ្ឋកិច្ចខូចខាតហេដ្ឋារចនាសម្ព័ន្ធព្រោះតែគ្រាប់មីស៊ីលនិងដ្រូននៅក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកគ្មានសិទ្ធិលើកដៃនិយាយប្រទេសមហាសេដ្ឋីប្រេងបារម្ភខ្លាំងបំផុតគឺរាល់ការសម្រេចចិត្តនានានៅក្នុងការចរចាអ៊ីរ៉ង់សហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានសួរសុំយោបល់ឬគិតគូរដល់ផលប្រយោជន៍របស់ប្រទេសនៅឈូងសមុទ្រដែលកំពុងជាប់គាំងទាំងសេដ្ឋកិច្ចនិងសន្តិសុខព្រោះតែសង្គ្រាមអាមេរិកវាយប្រហារលើអ៊ីរ៉ង់មានរឿងពីរដែលធ្វើឲ្យក្រុមប្រទេសនៅឈូងសមុទ្រប៉ែកនៅមិនស្រណុកនៅពេលឃើញលោកត្រាំចង់ចរចាបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទី1គេបារម្ភខ្លាចថាការចរចារបស់អាមេរិកផ្ដោតច្រើនតែទៅលើកម្មវិធីនុយក្លេអ៊ែរយោធារបស់អ៊ីរ៉ង់ហើយភ្លេចមិនដាក់សម្ពាធលើអ៊ីរ៉ង់ក្នុងសំណុំរឿងសព្វាវុធមីស៊ីលដ្រូនរអិលខ្លួនក្នុងសង្គ្រាមវាយប្រហារសងសឹករបស់អ៊ីរ៉ង់ព្រោះតែបានផ្ដល់ទីតាំងជាមូលដ្ឋានទ័ពរបស់អាមេរិកក្រុមប្រទេសឈូងសមុទ្រប៉ែកបានរងការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមជាង6សប្តាហ៍ដូច្នេះពួកគេចាប់អារម្មណ៍ចង់បានជាងគេគឺការដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅក្នុងតំបន់ដែលគាំទ្រអ៊ីរ៉ង់និងបញ្ហាមីស៊ីលដូចជាការដាក់ទណ្ឌកម្មឬរឹតបន្តឹងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាដើមទី2គេខ្លាចថាអាមេរិករបស់លោកដូណាល់ត្រាំនឹងចរចាសុកចិត្តយល់ព្រមឲ្យអ៊ីរ៉ង់មានសិទ្ធិចូលទៅគ្រប់គ្រងច្រកសមុទ្រអកមូហ្សាត់ដើម្បីបញ្ចប់សង្គ្រាមនិងឈានទៅស្ដារឡើងវិញស្ថិរភាពសេដ្ឋកិច្ចសកលនៅត្រង់ចំណុចនេះប្រទេសមហាសេដ្ឋីប្រេងដូចជាអារ៉ាប៊ីសាអូឌីតកាតាអេមីរ៉ាតអារ៉ាប់រួមបារ៉ែនអូម៉ង់បារម្ភខ្លាចថាបើសិនអ៊ីរ៉ង់បានសិទ្ធិគ្រប់គ្រងច្រកសមុទ្រអកមូស្ផ្ដាច់មុខនោះអ៊ីរ៉ង់នឹងរឹតតែបានដៃធ្វើផ្គរធ្វើភ្លៀងដើម្បីកម្រិតបរិមាណផលិតប្រេងរបស់ប្រទេសដទៃដែលជាគូប្រជែងរបស់អ៊ីរ៉ង់ប្រទេសនៅក្នុងឈូងសមុទ្រប៉ែករឹតតែបារម្ភខ្លាំងទៅទៀតនៅពេលលោកត្រាំពន្យល់ថាអាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃសហការគ្នាគ្រប់គ្រងច្រកសមុទ្រអកមូហ្សាត់ដើម្បីត្រួតពិនិត្យទារថ្លៃពីកប៉ាល់ដែលចេញចូលទៅក្នុងឈូងសមុទ្រប៉ែកបើសិនសម្ដីរបស់លោកត្រាំខ្លាយជារឿងពិតនោះវាមានន័យទៅច្របាច់កដាក់សម្ពាធមួយជាន់ទៀតលើក្រុមប្រទេសមហាសេដ្ឋីប្រេងដែលខាតបង់ខូចខាតក្រាស់ក្រែលរួចទៅហើយព្រោះតែសង្គ្រាមអ៊ីរ៉ង់រាលដាលឆាបឆេះទៅជាសង្គ្រាមនៅដើមបូព៌ាសង្គ្រាមអ៊ីរ៉ង់បញ្ឆេះដោយអាមេរិកនិងអ៊ីស្រាអែលបានធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រប៉ែកភ្លឺភ្នែកស្គាល់ច្បាស់អាមេរិកនិងអ៊ីរ៉ង់ទី1គេមិនអាចមើលស្រាលអ៊ីរ៉ង់ទី2អាមេរិកដែលជាសម្ព័ន្ធមិត្តធ្លាប់ចុះកិច្ចព្រមព្រៀងយោធានិងសន្យាការធានាការពារសន្តិសុខឲ្យសម្ព័ន្ធមិត្តអារ៉ាប់បែរជាសម្រេចចិត្តធ្វើសង្គ្រាមច្បាំងនឹងអ៊ីរ៉ង់ដោយគ្មានសាកសួរយោបល់ឬបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់ទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនលោកមូហាម៉េតបាហារុនអគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយសាធារណៈនៅទីក្រុងឌូបៃនិយាយថាសង្គ្រាមអ៊ីរ៉ង់ជាមេរៀនសំខាន់មួយដែលធ្វើឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រប៉ែកដឹងថាជាការអាមេរិកមានសមត្ថភាពយោធាខ្លាំងជាងគេឯងដោយអាចជួយការពារផ្ទៃមេឃរបស់ប្រទេសនៅក្នុងតំបន់ពីការគ្រាប់មីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ប៉ុន្តែភាពតល់ច្រករបស់អាមេរិកដោយមិនអាចវាបំបែកឆ្មាំបដិវត្តអ៊ីរ៉ង់នៅច្រកសមុទ្រក៏ឆ្លុះបញ្ចាំងឲ្យឃើញដែរថាយោធាអាមេរិកនៅមានចំណុចខ្សោយខ្លះដែរដូច្នេះចង់ឬមិនចង់មេរៀនដែលគេត្រូវចងចាំពីសង្គ្រាមនៅអ៊ីរ៉ង់លើកនេះគឺគេត្រូវកាត់បន្ថយការពឹងផ្អែកទៅលើមហាអំណាចតែមួយអំណះតទៅត្រូវមានប្រទេសមហាអំណាចច្រើនជាខ្នងបង្អែកទើបធានាថាសន្តិសុខផលប្រយោជន៍របស់ក្រុមប្រទេសនៅឈូងសមុទ្រប៉ែកត្រូវគេគិតគូរយកចិត្តទុកដាក់និងឲ្យតម្លៃចំណុចនេះសំខាន់ណាស់ព្រោះថាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ជាអ្វីដែលប្រទេសមហាសេដ្ឋីប្រេងត្រូវការចាំបាច់បំផុតដើម្បីជំរុញសេដ្ឋកិច្ចវឌ្ឍនភាពជាតិសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នក